មុនពេលអាធីឡើងជាងម្ដងតើយើងត្រូវធ្វើអ្វីខ្លះក្នុងនាមយើងជាអ្នកកាន់អាធីចំណុចចម្បងហ្នឹងគឺដេញ project ឲ្យបានសិនហ្នឹងអ្នកគ្នាខ្ញុំនិយាយលេងមកចូលសាច់ការម្ដងការងារចម្បងរបស់ខ្ញុំហ្នឹងគឺអ្នកតាក់ទងទាំងខាង client តាក់ទងទាំងខាងអាធីទាំងអស់គ្នាមុនឡើងជាងគឺសំខាន់គឺ sound check តែម្ដងបើសិនជា sound ហ្នឹងអត់ smooth ទេគឺខាងអាធីហ្នឹងគឺគាត់ជាងអត់កើតទេបន្ទាប់ពី sound check ឲ្យអស់ហើយពួកខ្ញុំក៏ទៅសម្រាប់ទីប្រហែលជាខ្ទង់ម៉ោង11យប់ហ្នឹងពួកខ្ញុំក៏ត្រឡប់មកវិញដើម្បីធៀម perform អញ្ចឹងណាហើយម្លងពេលតែពិសិដ្ឋគាត់ perform ហ្នឹងគឺខ្ញុំនៅ still នៅចិត្ត client បើសិនជាមានបញ្ហាអីកើតឡើងឬក៏ត្រូវការអីភ្លាមគឺខ្ញុំគឺជាអ្នកអាស៊ីជាមួយនឹងខាង client ហើយជាមួយនឹងខាង manager របស់អាធីអញ្ចឹងណាហើយគេសួរខ្ញុំថាចាកាន់តួយនឹងកាន់អាធីហ្នឹងស្រួលសម្រាប់បទពិសោធន៍របស់ខ្ញុំហ្មងណាយើងត្រូវមានការអត់ធ្មត់អ្នកដែលស្អប់ការរងចាំអីហ្នឹងកាន់តួការអាធីអត់បានទេទាំងអស់គ្នាហើយកត្តាចម្បងហ្នឹងសួរថាយើងនឹងចូលចិត្តការងារនឹងអត់បើសិនជាយើងចូលចិត្តហើយយើងមានការអំណត់ខ្លាំងណាគឺយើងធ្វើការនឹងបានល្អមែនតើអ្នកទាំងអស់គ្នាទោះការងារនឹងយើងកាន់តួច្រើនក្នុងពេលតែមួយក៏យើងអាចធ្វើបានដែរហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នា Bye see you next video